នៅត្រង់ចំណុច POS លោកគ្រូអ្នកគ្រូនឹងឃើញការបង្ហាញអំពីការបើកវេនដើម្បីចាប់ផ្ដើមនៃការលក់ត្រង់ចំណុចនេះយើងដាក់ចំនួនសន្លឹកសាច់ប្រាក់ជាប្រាក់រៀលឬដុល្លារបន្ទាប់មកយើងបើកវេនក្នុងការលក់នេះជាផ្ទាំងនៃការលក់យើងអាចវាយពាក្យដើម្បីស្វែងរកឱសថយើងក៏អាច scan barcode របស់ឱសថជាមួយកាមេរ៉ាឬម៉ាស៊ីន scan បានថែមទៀតផងដែរត្រង់កំបោរនេះជាផ្ទាំងឱសថសម្រាប់ផ្សំរួចចុចប៊ូតុង check out និងអាចស្វែងរកឈ្មោះអតិថិជនព្រមទាំងអាចបញ្ចុះតម្លៃបាននោះនឹងបង្ហាញតម្លៃសាច់ប្រាក់ដែរបាន discount រួចចុចដើម្បីបញ្ជាក់អំពីការបង់ប្រាក់ជាការស្រេចជាចុងក្រោយនឹងបង្ហាញផ្ទាំងវិក័យប័ត្រដែលដំណើរការបានជោគជ័យលោកគ្រូអ្នកគ្រូក៏អាចព្រិនជាក្រដាសបានផងដែរចុច Sales History ដើម្បីមើលប្រវត្តិនៃការលក់និងអាចកែការលក់បាននឹងចុចប៊ូតុងនៅទីនេះយើងអាចមើលអំពីការបរិច្ឆេទការបើកវេនសាច់ប្រាក់ដើមវេននិងអត្រាប្តូរប្រាក់អាចបំពេញសន្លឹកសាច់ប្រាក់ដែរទទួលបានពីការបិទវេនលក់ជាចុងក្រោយចុច Close Shift ដើម្បីបិទវេនបានជោគជ័យចំពោះ Shift History វិញលោកគ្រូអ្នកគ្រូអាចចូលមើលប្រវត្តិវេនតាមការបរិច្ឆេទដែលបានលក់ព្រមទាំងអាចមើលអំពីព័ត៌មានលម្អិតរបស់វេននីមួយៗបានដែរ